បាទថ្ងៃនេះគឺលោកត្រាំបានដាក់ឱសានវ៉ាត48ម៉ោងឲ្យអ៊ីរ៉ង់បើកផ្លូវទឹកច្រកហ័រមូសជាថ្នូរនឹងការមិនវាយកំទេចរោងចក្រអគ្គិសនីទាំងអស់របស់អ៊ីរ៉ង់កម្ពុជាទាមទារឲ្យថៃគោរពតាមស្មារតីនៃបទឈប់បាញ់ថ្ងៃ27ខែធ្នូឆ្នាំ2025ខណៈយោធាថៃកំពុងតែពុះចែកដីខ្មែរឲ្យពលរដ្ឋថៃនៅភូមិជោគជ័យមតិពលរដ្ឋថាគ្រាន់តែករណីគ្រោះថ្នាក់ចរាចរណ៍មួយរកអង្គហេតុពិតមិនឃើញផងតើឲ្យប្រជាពលរដ្ឋមានជំនឿលើច្បាប់ដូចម្តេចបានហេតុអ្វីបានជាប្រជាពលរដ្ឋទូមនាស់នឹងលោកហ៊ុនសែនដែលទៅសួរសុខទុក្ខនៃក្រិនដល់មន្ទីរពេទ្យកាឡាម៉ែតសារគ្រុតគ្រីតរបស់លោកហ៊ុនសែនហៅអ្នកបង្កើត Facebook คล้ายៗថាជាជនក្បត់ជាតិសារព័ត៌មានអាមេរិក CNN រកឃើញទីក្រុងកំជ្រួចមីស៊ីលក្រោមដីរបស់អ៊ីរ៉ង់107កន្លែងលោកត្រាំដូចជារៀងពាំត្រណោតជុំវិញយុទ្ធសាស្ត្រសង្គ្រាមជាមួយនឹងអ៊ីរ៉ង់និងសរុបព្រឹត្តិការណ៍ប្រចាំរាត្រីនេះបាទបងប្អូនព័ត៌មានឃើញថាច្រើនសន្ធឹកមែនហើយចាប់ផ្ដើមពីព័ត៌មានអន្តរជាតិទៅមុនដោយសារតែថ្ងៃនេះគឺលោកត្រាំបានកំណត់ឱសានវ៉ាតបាទឱសានវ៉ាតហ្នឹងគឺជាភាសាបាលីប្រែថាពាក្យសម្ដីក្រោយបង្អស់ជាការដាក់កំហិតក្រោយបំផុតចឹងគឺជាខសន្យាដាច់ណាត់ចុងក្រោយបង្អស់ដែលត្រូវតែធ្វើតាមអីចឹងទៅនិយាយរួមគឺឱសានវ៉ាតហ្នឹងគឺជាសេចក្តីស្នើច្បាស់លាស់ណាមួយហើយយ៉ាងម៉ឺងម៉ាត់ក្រោយគេបំផុតរបស់រដ្ឋណាមួយផ្នែកនយោបាយហ្នឹងទៅឲ្យរដ្ឋភាគីណាមួយនៅក្នុងការអនុវត្តតាមបើមិនអនុវត្តតាមទេផុតម៉ោងហ្នឹងគឺនឹងមានផលវិបាកហ្នឹងពាក្យថាឱសានវ៉ាតហ្នឹងបាទអញ្ចឹងនៅក្នុងនេះហេតុអីបានជាលោកត្រាំដាក់ឱសានវ៉ាត48ម៉ោងឲ្យអ៊ីរ៉ង់ថាដាក់ធ្វើអីហើយគាត់មានសារយ៉ាងម៉េចនៅពេលដែលគាត់ដាក់ឱសានវ៉ាតហ្នឹងតាមពិតបងប្អូនសង្គ្រាមនៅជាមួយអ៊ីរ៉ង់នេះអាមេរិកវាយអ៊ីរ៉ង់នេះបើយើងនិយាយមែនតើទៅគឺអាមេរិកបានវាយខ្ទេចខ្ទីអស់ឲ្យប្រព័ន្ធនាវាចម្បាំងរបស់អ៊ីរ៉ង់ប្រព័ន្ធយន្តហោះប្រដេញដែនអាកាសរបស់អ៊ីរ៉ង់និយាយទៅប្រព័ន្ធដែលនៅលើដីដែលអាចមើលឃើញនៅក្នុងទឹកលើគោកទាំងអស់ដែលអាចមើលឃើញនឹងភ្នែកឬចាប់ដោយប្រព័ន្ធរ៉ាដាឲ្យបានគឺឲ្យតែមានស្អី weak work គឺអាមេរិកកំទេចចោលអស់ហើយព្រោះកន្លែងទីតាំងដែលអាមេរិកកំទេចនៅអ៊ីរ៉ង់ហ្នឹងគឺរាប់ពាន់កន្លែងឯណោះកន្លែងធំប៉ុន្តែអ៊ីរ៉ង់មិនមែនទុករបស់ទាំងអស់ហ្នឹងនៅលើគោកឬទៅលើទឹកទាំងអស់ទេស្ទើរតែ80%ហើយនៃអាវុធយុទ្ធភ័ណ្ឌរបស់អ៊ីរ៉ង់គឺទុកក្រោមដីដូច្នេះហើយនៅពេលដែលប្រព័ន្ធយោធាជើងទឹកជើងអាកាសអីរបស់អ៊ីរ៉ង់ហ្នឹងគឺត្រូវរងការបំផ្លាញខ្ទេចខ្ទីគ្មានសល់ក៏ប៉ុន្តែអ៊ីរ៉ង់ក៏នៅតែមានឥទ្ធិពលរបស់ខ្លួនមួយដែរដោយសារតែទុកអាវុធយុទ្ធភ័ណ្ឌរបស់ខ្លួននៅក្នុងឃ្លាំងក្រោមដីហើយការដែលអាវុធយុទ្ធភ័ណ្ឌឃ្លាំងក្រោមដីនេះគឺយើងដឹងព័ត៌មានចុងក្រោយដែលសារព័ត៌មានរបស់អាមេរិក CNN ផ្សាយពីម្សិលមិញគឺគេរកឃើញព័ត៌មានស៊ើបការសម្ងាត់របស់ក្រុមស្រាវជ្រាវរបស់សារព័ត៌មាននេះគេទៅរកឃើញបានរូបថតពីរូងភ្នំដែលអ៊ីរ៉ង់លាក់ទុកគ្រាប់កញ្ជ្រួចមីស៊ីលដែលជាទីក្រុងតែម្ដងបងប្អូនហើយមិនមែនតែមួយកន្លែងទេហើយមិនមែនតែ10កន្លែងទេ20 30កន្លែងក៏មិនមែនដែរគឺនៅទូទាំងប្រទេសអ៊ីរ៉ង់ហ្នឹងគឺមានដល់ទៅ107កន្លែងដែលមួយកន្លែងដែលស្តុកទុកអាវុធយុទ្ធភ័ណ្ឌរបស់អ៊ីរ៉ង់ហ្នឹងវាคล้ายទៅជាទីក្រុងមួយនៅក្នុងក្រោមដីដែលមានអាវុធយុទ្ធភ័ណ្ឌទំនើបមានរថយន្តអាចបើកចូលចេញមកយប់ទៅភ្លឺបានដើម្បីស្តុកទុកអាវុធទាំងអស់ហ្នឹងដើម្បីធ្វើសង្គ្រាមអ៊ីរ៉ង់មិនមែនធ្វើទុកអាវុធទាំងអស់ហ្នឹងដើម្បីធ្វើសង្គ្រាមតែមួយថ្ងៃមួយសប្តាហ៍5សប្តាហ៍1ឆ្នាំ2ឆ្នាំ5ឆ្នាំ10ឆ្នាំទេគឺត្រៀមធ្វើរាប់ទសវត្សរ៍ក៏បានដែរនេះគោលបំណងរបស់អ៊ីរ៉ង់ដូច្នេះហើយលុយដែលលក់ប្រេងបានដែលគិតថាអ៊ីរ៉ង់គឺជាប្រទេសមហាសេដ្ឋីប្រេងកាត់ដែលបានលុយច្រើនណាស់ដើម្បីគេហៅមាសខ្មៅណាដែលយកមកដែលគួរតែបានជាភាគផលដើម្បីឲ្យមានសុភមង្គលដល់ប្រជាពលរដ្ឋអ៊ីរ៉ង់គ្រប់រូបយកទៅចាយយកទៅសបាយនិយាយទៅអ៊ីរ៉ង់ប្រជាពលរដ្ឋទាំងអស់អត់ចាំបាច់ធ្វើការអីក៏បានដែរយកតែលុយលក់ប្រេងហ្នឹងយកទៅចែកគ្នាហូបមកជីវិតហ្នឹងក៏មិនអស់ដែរបើនិយាយពីលុយទ្រព្យមហាសាលដែលលក់បានពីប្រេងហ្នឹងណាក៏ប៉ុន្តែជាអកុសលប្រជាពលរដ្ឋអ៊ីរ៉ង់អត់បានទទួលភាគផលពីកម្រៃដែលបានមកពីការលក់ប្រេងខ្មៅនេះទេគឺបានមកពីឬក៏មាសខ្មៅនេះទេគឺបានតែការឈឺចាប់ក្តៅក្រហាយ
ធ្វើទុកបុកម្នេញសម្លាប់ងើបមួយវាយមួយចាប់ដាក់គុកឬថារំលាយខ្ទេចខ្ទីអស់រាល់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យដើម្បីឲ្យអំណាចផ្ដាច់ការរបស់អ៊ីរ៉ង់នេះក្រាញអំណាចបានហើយនៅពេលដែលក្រាញអំណាចបានគឺអ៊ីរ៉ង់ចាប់ផ្ដើមអនុវត្តច្បាប់អាញាសឹកឬក៏ច្បាប់ដ៏តឹងរ៉ឹងចំពោះប្រជាពលរដ្ឋខ្លួននឹងគឺអ្នកណាហ៊ានតែងើបតវ៉ាខ្មាំងប្រឆាំងខ្មោចព្យួរក៏សម្លាប់ចោលដាក់ពន្ធនាគារធ្វើឲ្យបាត់ខ្លួនរាប់មនុស្សរាប់ម៉ឺនរាប់សែននាក់ដែលធ្វើឲ្យប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល30-40ឆ្នាំហ្នឹងគឺជាឋាននរកអវជ័យឬក៏គុកឥតចិញ្ចាំងមួយដែលប្រជាពលរដ្ឋអ៊ីរ៉ង់ហ្នឹងគឺរងការខ្លោចផ្សាយ៉ាងច្រើនអ្នកដែលត្រេកអរសប្បាយគឺអ្នកដែលអាជ័យធ្លាក់ទឹកហើយអើម៉ាយុទ្ធសងពួកតែស្កដែលគ្រប់គ្រងរបបផ្ដាច់ការហើយបានប្រាក់កម្រៃឬក៏ផលពីរបបហ្នឹងតែប្រជាពលរដ្ឋអ៊ីរ៉ង់ជាទូទៅគឺវេទនាណាស់វេទនាផ្លូវចិត្តផ្លូវកាយសពបែបយ៉ាងគេធ្វើបាបធ្វើទុកបុកម្នេញហើយអត់មានសិទ្ធិតវ៉ាអីទាំងអស់ដោយសារប្រព័ន្ធគ្រប់គ្រងរដ្ឋរបស់អ៊ីរ៉ង់នេះគឺជាប្រព័ន្ធគ្រប់គ្រងរដ្ឋផ្ដាច់ការដូចតែនៅកូរ៉េខាងជើងអញ្ចឹងដូចតែនៅរបបខ្មែរក្រហមអញ្ចឹងដូច្នេះអភិផលដែលបានមកពីលក់ប្រេងហ្នឹងណាដែលលុយសន្ធឹកសន្ធាប់ហ្នឹងគឺយកទៅបំពោកទិញអាវុធផលិតអាវុធកសាងរូងក្រោមដីហ្នឹងដើម្បីទុកអាវុធហ្នឹងដើម្បីកាងទប់អំណាចផ្ដាច់ការរបស់ខ្លួនកុំឲ្យដួលរលំនៅក្នុងពេលដែលខ្លួនអាចកេងប្រវ័ញ្ចកម្លាំងញើសឈាមរបស់ប្រជាពលរដ្ឋនិងធ្វើបាបប្រជាពលរដ្ឋអ៊ីរ៉ង់បានកាន់តែយូរតទៅទៀតនេះគឺជាការពិតប៉ុន្តែអ៊ីរ៉ង់គឺជារដ្ឋអធិបតេយ្យវាជាអកុសលចេះដែររដ្ឋអ៊ីរ៉ង់នេះបើទោះបីជាផ្ដាច់ការប៉ុណ្ណាឬក៏ធ្វើបាបប្រជារដ្ឋប៉ុណ្ណាប៉ុន្តែជាសមាជិករបស់អង្គការសហប្រជាជាតិជារដ្ឋអធិបតេយ្យមួយដែលមានរដ្ឋធម្មនុញ្ញរបស់ខ្លួនមានប្រព័ន្ធដឹកនាំរដ្ឋរបស់ខ្លួនមានការគ្រប់គ្រងប្រទេសរបស់ខ្លួនហើយជាគោលការណ៍របស់ច្បាប់អង្គការសហប្រជាជាតិប្រទេសនីមួយគឺជារដ្ឋអធិបតេយ្យសម្រាប់ជោគវាសនារបស់ខ្លួនដោយរដ្ឋរបស់ខ្លួនដោយមិនមានប្រទេសណាមួយអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនឹងបានទេនេះគឺជាច្បាប់រដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិហើយនឹងប្រទេសដែលនៅជាសម្ព័ន្ធមិត្តឬក៏នៅក្នុងតំបន់នឹងផងប្រទេសណាក៏គេមានច្បាប់ដែលមិនអនុញ្ញាតឲ្យអ្នកណាម្នាក់នៅប្រទេសដទៃលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយទៀតទេប៉ុន្តែនោះគឺជាច្បាប់របស់អង្គការសហប្រជាជាតិយូរហើយច្បាប់នេះវាលែងមានប្រសិទ្ធភាពច្រើនទៀតហើយមកដល់ឥឡូវនេះដោយសារអីប្រទេសច្រើនណាស់ដែលជាបងធំដែលជាអ្នកដែលស្តុកទុកអាវុធបរមាណូអ្នកដែលជើងកាងហើយប្រព្រឹត្តផ្ដេសផ្ដាសច្បាប់ដែលការពារដែនអធិបតេយ្យរដ្ឋណាមួយមិនឲ្យមានការរំលោភបំពានពីរដ្ឋដទៃបានគឺយើងអាចអនុវត្តបានតតែរដ្ឋដូចជារដ្ឋថ្លៃថ្នូរជារដ្ឋដែលគោរពសិទ្ធិមនុស្សរដ្ឋដែលមិនធ្វើទុកបុកម្នេញប្រជាពលរដ្ឋដែលអនុញ្ញាតឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌រដ្ឋដែលមិនងើបមួយវាយមួយរដ្ឋដែលមិនចាប់ប្រជាពលរដ្ឋដែលគ្រាន់បញ្ចេញសម្លេងមតិរិះគន់នៅក្នុងន័យដែលឲ្យរដ្ឋាភិបាលកែប្រែកែតម្រង់អីហ្នឹងមិនអាចនឹងចាប់គេដាក់គុកធ្វើទុកបុកម្នេញក្រុមប្រឆាំងអីឡាក់នឹងឡាក់ដូច្នេះរដ្ឋបែបនេះគឺជារដ្ឋអធិបតេយ្យមែនហើយក៏ប៉ុន្តែវាធ្វើឲ្យល្អកកនៅក្នុងន័យមួយថាយើងជារដ្ឋអធិបតេយ្យមែនយើងមានអធិបតេយ្យដែនដីមែនក៏ប៉ុន្តែយើងហាក់បីដូចជាធ្វើបាបប្រជាពលរដ្ឋខ្លួនឯងនៅពេលដែលធ្វើបាបប្រជាពលរដ្ឋខ្លួនឯងតើប្រទេសដទៃដែលជាសមាជិករបស់អង្គការសហប្រជាជាតិហើយដែលមានឥទ្ធិពលគួរតែឈរដោអោបដៃមើលដើម្បីគិតថាយើងត្រូវតែគោរពតាមច្បាប់អន្តរជាតិហ្នឹងឬក៏យើងគិតថាទេបើមិនលូកដៃចូលសង្គ្រោះជួយទេប្រជាពលរដ្ឋនឹងរងទុក្ខវេទនាខ្លោចផ្សាគ្មានទីបញ្ចប់តែការដែលចូលទៅរំដោះប្រជាពលរដ្ឋមួយពីរដ្ឋអធិបតេយ្យគឺរងគ្រោះធ្ងន់មួយទៀតគឺទី1រំលោភរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិទី2คล้ายទៅជារដ្ឋបងធំឬក៏ប្រព្រឹត្តផ្ទុយនឹងក្រមរបស់ពិភពលោកនៅក្នុងការសម្ដាប់ធ្នាប់ពិភពលោកអីឡាក់នឹងឡាក់អានេះយើងត្រូវនឹងពាក្យខ្មែរយើងថាបើអូសទូកកុំឲ្យល្អានចាប់ត្រីបានកុំឲ្យល្អទឹកក៏ប៉ុន្តែយើងឃើញថាអ្វីៗដែលកើតឡើងនៅក្នុងពិភពលោកនេះអាទ្រឹស្ដីបុរាណឬក៏ទំនៀមទម្លាប់ពិភពលោកឬសន្តាប់ធ្នាប់នេះវាលែងមានដូចដើមទៀតហើយវាលែងមានដូចដើមគឺនៅពេលតាំងតែពីអាមេរិកចាប់ផ្ដើមបើកការវាយប្រហារទៅលើជួយរំដោះប្រទេសគុយវ៉េតឬក៏សង្គ្រាមនៅអ៊ីរ៉ាក់សង្គ្រាមស្អីនៅឈូងសមុទ្រប៉ែកអីហ្នឹងដែលអន្តរាគមន៍របស់អាមេរិកហើយនឹងសម្ព័ន្ធមិត្តមានអង់គ្លេសមានអាល្លឺម៉ង់មានបារាំងកាណាដាអីចូលរួមនៅក្នុងការរំដោះប្រទេសមួយឲ្យចេញពីភ្នក់ភ្លើងនៃអំពើជិះជាន់របស់មេដឹកនាំផ្ដាច់ការពិភពលោកប្រែប្រួលតាំងពីពេលនោះមករហូតហើយនៅពេលដែលអាមេរិកនិងសម្ព័ន្ធមិត្តអាចរំលោភច្បាប់អង្គការសហប្រជាជាតិឬក៏រដ្ឋធម្មនុញ្ញដែលជាអង្គការកម្ពុជាមួយនេះបានដោយសារតែការដែលគិតថាដាច់ខាតត្រូវតែដោះស្រាយបញ្ហារំដោះប្រជាពលរដ្ឋឲ្យរួចពីក្រញាំបិសាចទោះជាខុសច្បាប់អីខ្លះក៏បានដែរនោះ
នៅក្នុងគោលការណ៍ច្បាប់មានករណីខ្លះមានករណីលើកលែងខ្លះដែរមិនអត់ទេគឺចង់និយាយថាដើម្បីសង្គ្រោះវាអាចខុសច្បាប់ខុសគោលការណ៍អីមួយចំនួនមែនក៏ប៉ុន្តែចុងក្រោយគឺយើងសង្គ្រោះគេឲ្យបានរស់ប្រជាពលរដ្ឋរាប់លានអ្នកគេកាត់ទោសអារឿងបាត់អក្រិតការប្រព្រឹត្តខុសមួយប៉ុន្តែក៏គេសាទរនៅក្នុងការជួយសង្គ្រោះជីវិតមនុស្សរាប់លានអ្នកឲ្យរួចពីក្រញាំបិសាចដែរអញ្ចឹងហើយបានជាយើងឃើញតាក់ទងនឹងរឿងពេលដែលវៀតណាមចូលឈ្លានពានដែនអធិបតេយ្យកម្ពុជាក្នុងឆ្នាំ1979ដែលលោកហ៊ុនសែនលោកជាស៊ីមនិងលោកហេងសំរិនទៅនាំទ័ពបរទេស1សែននាក់ដើម្បីចូលមកវាយរំដោះប្រទេសកម្ពុជាចេញពីរបបអាវខ្មៅខ្មែរក្រហមឬប៉ុលពតនេះគឺសហគមន៍អន្តរជាតិក៏គេថ្កោលទោសដែរថាជាទង្វើឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាដែលទង្វើនេះគឺមិនអាចអត់ឱនបានទេព្រោះអីវាជាការរំលោភច្បាប់អន្តរជាតិដែលទ័ពបរទេសចូលទន្ទ្រានឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងសម័យនោះដែលមកផ្ដួលរំលំរបបកុម្មុយនីសផ្ដាច់ការឬក៏កម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមគេអះអាងថាគេគឺជារដ្ឋាភិបាលស្របច្បាប់ដែរសម័យហ្នឹងព្រោះគេឡើងកាន់កាប់ប្រទេសហើយជាជោគវាសនាជាការសម្រេចជោគវាសនារបស់ប្រទេសកម្ពុជាក្នុងរយៈពេល3ឆ្នាំ8ខែ20ថ្ងៃហ្នឹងអញ្ចឹងនោះគឺជារបបមួយដែលគឺជារដ្ឋាភិបាលមួយដែលគេអះអាងថាមានរដ្ឋធម្មនុញ្ញមានអីអញ្ចឹងជារដ្ឋអធិបតេយ្យហើយកម្ពុជានៅពេលនោះក៏ជាសមាជិកនៃអង្គការសហប្រជាជាតិដែរមានកៅអីនៅអង្គការសហប្រជាជាតិដែរដូច្នេះរដ្ឋបរទេសទាំងអស់មិនត្រូវការជ្រៀតជ្រែកក្នុងការកិច្ចការផ្ទៃក្នុងសំបីតែរឿងខ្មែរក្រហមបងប្អូនត្រូវយល់ថាបើសិនជារបបខ្មែរក្រហមនេះជារបបខុសច្បាប់អង្គការសហប្រជាជាតិត្រូវចាត់ការរបបខ្មែរក្រហមនេះយូរហើយប៉ុន្តែអង្គការសហប្រជាជាតិនឹងនៅតែប្រកាន់គោលការណ៍មួយថារដ្ឋអធិបតេយ្យមានឯករាជ្យមានសិទ្ធិស្វ័យសម្រេចខ្លួនឯងអត់មានរដ្ឋបរទេសឬក៏អង្គការសហប្រជាជាតិណាទៅចូលលូកដៃនៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាក៏ប៉ុន្តែសំណួរសួរទៅវិញថាតើនេះឬជាការអនុវត្តទំនៀមទម្លាប់អន្តរជាតិដ៏ត្រឹមត្រូវដែលកម្ពុជាខ្មែរក្រហមសម្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងរង្គាល1.7 លាននាក់ហើយយើងនៅតែគិតថាទេច្បាប់អន្តរជាតិមិនអាចនឹងយកទៅរំដោះប្រទេសកម្ពុជាដែលរងទុក្ខវេទនាប្រជាពលរដ្ឋខ្លោចផ្សានឹងបាននេះព្រោះទាល់តែប្រជាពលរដ្ឋខ្មែរខ្លួនឯងក្រោកបះបោតស៊ូដើម្បីសម្រេចជោគវាសនានឹងបានអាចឲ្យចាត់ទុកថាជារឿងស្របច្បាប់តើប្រជាពលរដ្ឋខ្មែរប្រមាណលានអ្នកនៅក្នុងរបបខ្មែរក្រហមដែលមានភាពក្លាហានក្រោកតតាំងដើម្បីផ្ដួលរំលំរដ្ឋាភិបាលខ្មែរក្រហមដែលឲ្យខ្មែរក្រហមសម្លាប់ខ្មែរ1.7 លាននាក់តាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃចុងក្រោយតើមានប្រជាពលរដ្ឋខ្មែរប្រមាណដែលក្រោកបានងើបមួយវាយមួយសម្លាប់សូម្បីតែរឿងតូចតាចក៏យកគេទៅសម្លាប់ចោលអស់តើអ្នកណាដែលហ៊ានក្រោកតតាំងបែបនេះតើយើងគិតថារបបខ្មែរក្រហមជារបបស្របច្បាប់មិនអញ្ចឹងទេតើយើងគិតថារបបខ្មែរក្រហមនឹងគួរតែផ្ដួលរំលំដែរឬទេតើយើងគិតថារបបខ្មែរក្រហមនឹងគួរតែមានអន្តរាគមន៍ពីរដ្ឋបរទេសដែរឬទេសំណួរអស់នេះអស់លោកដែលគ្រប់គ្រងប្រទេសអ៊ីរ៉ង់ឆ្លើយទៅអស់លោកឆ្លើយខ្លួនឯងទៅម៉ោងនេះហ្នឹងគឺសត្វអាមេរិកហ្នឹងខុសច្បាប់ 100% ហើយយើងទៅរំលោភឈ្លានពានដែនអធិបតេយ្យរបស់គេអ្នកខ្លះគេសិតតែថាចោះលុយរបស់អ៊ីរ៉ង់តែគេរកបានគេយកទៅទិញអាវុធគេយកទៅផលិតសពាវុធកញ្ជ្រួចអីហ្នឹងគឺដើម្បីគេការពារដែនអធិបតេយ្យគេកុំឲ្យរដ្ឋបរទេសឈ្លានពានតើគេខុសអីគេមិនឲ្យប្រជាពលរដ្ឋហូបក៏ដោយប៉ុន្តែលុយគេញើសឈាមរបស់គេការពារកុំឲ្យរដ្ឋបរទេសទៅរំលាយរបបគេនាំឲ្យមានសង្គ្រាមអីគេខុសអីគេសួរខ្ញុំអញ្ចឹងហើយចោះអាមេរិកខ្លួនឯងនេះដែលយកលុយពន្ធដារប្រជាពលរដ្ឋបង់លុយស្របច្បាប់នេះហើយស្រាប់តែរដ្ឋាភិបាលលោកត្រាំនេះយកលុយហ្នឹងទៅទិញសពាវុធទៅរំលោភបំពានដែនអធិបតេយ្យរបស់អ៊ីរ៉ង់ណាតើអាហ្នឹងអត់ខុសហើយអញ្ចឹងសំណួរបងប្អូនសួរច្រើនណាខ្ញុំសប្បាយចិត្តពេលដែលបងប្អូនសួរសំណួរបែបនេះព្រោះបងប្អូនចាប់ផ្ដើមយល់ច្បាប់ខ្លះដែរហើយក៏ប៉ុន្តែបងប្អូនធ្វើងងឹតងងល់ល្ងឹតល្ងងធ្វើទៅជាមិនដឹងច្បាប់មកដល់ម៉ោងនេះអត់មានអ្នកណាគេថាអាមេរិកទៅរំលោភដែនអធិបតេយ្យរបស់អ៊ីរ៉ង់ហ្នឹងគឺជារឿងត្រឹមត្រូវទេអត់មានអ្នកណាគេសាទរទេមានតែគណៈបកលោកត្រាំនិងខាងសាធារណរដ្ឋគណៈបកកណ្ដាលអំណាចលោកត្រាំទេក្រៅពីហ្នឹងសូម្បីតែប្រជាពលរដ្ឋអាមេរិកស្ទើរតែជាងពាក់កណ្ដាលប្រទេសហើយគេធ្វើ survey តាអស់លោកមានស្ដាប់ទេ
គេបានធ្វើ survey ហើយថាប្រជាពលរដ្ឋជាង 60% អត់គាំទ្រការដែលទៅឈ្លានពានដែនអធិបតេយ្យរបស់រដ្ឋបរទេសទេគេអត់មានគាំទ្រទេសូម្បីតែគណៈបកប្រឆាំងនេះគណៈបកប្រជាធិបតេយ្យនេះគឺប្រឆាំងដាច់ខាតមិនឲ្យអាមេរិកក្លាយទៅជារដ្ឋដែលបំពេញច្បាប់អន្តរជាតិឬទំនៀមទម្លាប់អន្តរជាតិទៅរំលោភបំពានឈ្លានពានដែនអធិបតេយ្យរបស់គេដែលធ្វើឲ្យប្រជាពលរដ្ឋអាមេរិកក្លាយទៅជាចំណាប់ខ្មាំងនៃការធ្វើទុកបុកម្នេញឬក៏ធ្វើបាបឬក៏កាប់សម្លាប់អីពីក្រុមប្រជាពលរដ្ឋអ៊ីរ៉ង់ឬក៏ពួកផ្ដាច់ការនៅទីនោះដែលអាចនឹងវាយប្រហារគោលដៅអាមេរិកឬក៏អ្នកពាក់ព័ន្ធនឹងអាមេរិកប៉ះពាល់ដល់ជីវិតសុខសុវត្ថិភាពរបស់ជនជាតិអាមេរិកនិងទាហានអាមេរិកផងនេះគឺប្រជាពលរដ្ឋអាមេរិកគេមានការខ្វល់ដូចតែគ្នាអញ្ចឹងហើយគេមិនពេញចិត្តចំពោះលោកត្រាំច្រើនដែរក៏ប៉ុន្តែហើយអង្គការសហជីវជាតិក៏ថ្កោលទោសលោកត្រាំដែរប្រទេសច្រើនណាស់គេថ្កោលទោសក៏ប៉ុន្តែក៏មានសម្ព័ន្ធមិត្តក៏គេគ្រប់គ្រងដោយសារអីសូម្បីតែអ្នកដែលប្រឆាំងលោកត្រាំដែលថាមិនអាចឈ្លានពានដែនអធិបតេយ្យរបស់អ៊ីរ៉ង់បានហ្នឹងក៏មានទស្សនៈមួយចំនួនក៏គេថ្លឹងថ្លែងដែរថាគេអត់បានគ្រប់គ្រងរបបផ្ដាច់ការរបស់អ៊ីរ៉ង់ទេមនុស្សទាំងអស់គ្នា 100% អត់គាំទ្ររបៀបដឹកនាំរដ្ឋផ្ដាច់ការរបស់អ៊ីរ៉ង់ទេបងប្អូនឃើញគំនិតរបស់គេវាឯករាជ្យគេក្តាប់ព័ត៌មានគ្រប់ជ្រុងជ្រោយគេមិនពេញចិត្តមិនគាំទ្រការដែលទៅទន្ទ្រានឈ្លានពានដែនអធិបតេយ្យរបស់ប្រទេសអ៊ីរ៉ង់ដែលជារដ្ឋអធិបតេយ្យក៏ប៉ុន្តែគេមិនបានគាំទ្រអំពើផ្ដាច់ការធ្វើបាបសិទ្ធិមនុស្សនៅអ៊ីរ៉ង់ទេគេគិតថាគួរតែមានការកែតម្រង់ស៊ីជម្រៅក៏ប៉ុន្តែមិនមែនតាមរយៈការដែលទៅទម្លាក់គ្រាប់លើដែនអធិបតេយ្យរបស់ដែនរបស់រដ្ឋមួយនឹងទេអានេះអ្វីដែលអ្នកដែលស្រឡាញ់ប្រជាធិបតេយ្យគេគិតថាទង្វើហ្នឹងគេមិនស្រឡាញ់គេមិនគាំទ្ររបបដឹកនាំរដ្ឋរបស់អ៊ីរ៉ង់ក៏ប៉ុន្តែក៏គេមិនគាំទ្រការទៅទម្លាក់គ្រាប់នៅលើដែនអធិបតេយ្យរបស់រដ្ឋបរទេសដែរអ្នកដែលស្រឡាញ់ប្រជាធិបតេយ្យនេះគិតមួយដូចគ្នាគឺថាយើងត្រូវតែទៅឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ខ្លួនឯងជាអ្នកសម្រេចជោគវាសនាឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ខ្លួនឯងក្រោកឡើងឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ខ្លួនឯងជាអ្នកដែលរៀបចំឲ្យមានកបៈប្រឆាំងការរៀបចំការបោះឆ្នោតទៅដើម្បីរៀបចំឲ្យប្រទេសនឹងជាអ្នកសម្រេចជោគវាសនារបស់ប្រជាពលរដ្ឋខ្លួនឯងកុំឲ្យប្រទេសដទៃរដ្ឋបរទេសទៅលុកលុយក្នុងដែនអធិបតេយ្យរបស់គេឬក៏ទៅលើកបន្ទប់គេវាអត់មានសុខសន្តិភាពផ្លូវចិត្តសម្រាប់ប្រជាពលរដ្ឋអ៊ីរ៉ង់ទេនៅពេលដែលប្រជាពលរដ្ឋអ៊ីរ៉ង់បកប្រឆាំងឡើងកាន់អំណាចបកដែលកាន់អំណាចសពថ្ងៃដែលខ្ចាត់ខ្ចាយនឹងធ្វើទុកបុកម្នេញគ្នាគ្មានទីបញ្ចប់ដូច្នេះការគិតហ្នឹងគេគិតអញ្ចឹងក៏ប៉ុន្តែអីដែលជាដំណោះស្រាយយើងត្រូវតែមានផ្លូវកណ្ដាលមួយឬក៏ផ្លូវណាមួយព្រោះអត់អាចបើយើងឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ក្រោកបះបោប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់សពថ្ងៃដែលផ្ដាច់ការ30ឆ្នាំជាងអ្នកណាក្អកយកទៅព្យួរកចោលនៅទីសាធារណៈគ្រាន់តែបាតកម្មថ្ងៃមុនស្លាប់មនុស្សជាង 30000 នាក់គ្រាន់តែសម្លាប់តើអ្នកណាទៅហ៊ានក្អកបើគេក្អកបានគេក្អកឲ្យវាពិបាកអញ្ចឹងតើអ្នកណាក្អកនៅក្នុងសម័យខ្មែរក្រហមវិលមកវិញបងប្អូនបើមិនឲ្យធ្វើដូច្នេះម្នាក់ប្រាប់ថាកុំទៅឈ្លានពានដែនអធិបតេយ្យគេម្នាក់ទៀតប្រាប់ថាឲ្យប្រជាពលរដ្ឋក្នុងខ្លួនក្នុងស្រុកហ្នឹងក្រោកឡើងក្រោកយ៉ាងម៉េចបើដូចខ្មែរក្រហមក្មេងអាយុ12ឆ្នាំអូសកភ្លើងអូសដល់ដីយកដឹកដៃមនុស្សចាស់ទាំងវងទាំងវាយយកទៅសម្លាប់ចោលអត់មានតដៃគេបានតើឲ្យគាត់ងើបយ៉ាងម៉េចលោកហ៊ុនសែនលោកជាស៊ីមនិងលោកហេងសំរិនដែលជាអតីតកម្មាភិបាលខ្មែរក្រហមក៏ចូលនៅក្នុងបញ្ជីយកទៅសម្លាប់ចោលរបស់ពួកខ្មែរក្រហមនៅក្នុងពេលចុងក្រោយគឺជាក្រុមដែលសាររើនិយមគឺគេយកទៅសម្លាប់ចោលដោយសារអីគាត់ចង់តវ៉ាយើងក៏ផ្ដល់និយាយទៅយើងទាំងអស់គ្នាក៏គួរដឹងគុណលោកហ៊ុនសែនលោកហេងសំរិននិងលោកជាស៊ីមផងរឿងនេះខ្ញុំនិយាយនេះអត់កាន់ជើងទេខ្ញុំនិយាយពីប្រវត្តិសាស្ត្រលោកហ៊ុនសែនលោកជាស៊ីមនិងលោកហេងសំរិនណាគឺជាកម្មាភិបាលខ្មែរក្រហមនៅក្នុងជួរកងពលដែលកាន់ការយោធាខ្មែរក្រហមពីដើមឡើយហ្នឹងគឺមករំដោះមកអីដូចថាវាយចូលទីក្រុងភ្នំពេញក្នុងការតស៊ូគាត់ក៏ជាអ្នកដែលតាមដង្ហែអង្គព្រះមហាក្សត្រខ្មែរប្របាទនរោត្តមសីហនុចូលទៅព្រៃម៉ាគីជាមួយគ្នាមកវិញពេលដែលចូលមកប្រទេសកម្ពុជាក្នុងនាមជាទ័ពខ្មែរក្រហមហ្នឹងកម្មាភិបាលខ្មែរក្រហមក៏ចូលមកកាន់កាប់ទីក្រុងភ្នំពេញនិងតំបន់ផ្សេងទៀតពីដើមឡើយគឺលោកហ៊ុនសែនគឺជាកម្មាភិបាលខ្មែរក្រហមដូចតែលោកជាស៊ីមដូចតែលោកហេងសំរិនអញ្ចឹងក៏ប៉ុន្តែពេលក្រោយមកនៅពេលដែលខ្មែរក្រហមចាប់ផ្ដើមសម្លាប់មនុស្សជួរក្រៅបកជួរក្រៅកម្មាភិបាលទ័ពសាធារណរដ្ឋខ្មែរសម្លាប់រង្គាលអស់មនុស្សចាប់ផ្ដើមសង្ស័យជួរផ្ទៃក្នុងហ្នឹងដូច្នេះលោកហ៊ុនសែនលោកហេងសំរិនចាប់ផ្ដើមคล้ายទៅជាកម្មវត្ថុនៃការធ្វើទុកបុកម្នេញរបស់ពួកខ្មែរក្រហមដូច្នេះមិនយូរមិនឆាប់
គេនឹងសម្លាប់លោកហ៊ុនសែនលោកជាស៊ីមនិងលោកហេងសំរិនដោយតែសោភឹមដោយតែកុយធួនដោយអ្វីនៅក្នុងខាងបូព៌ាដោយតែគ្នាអញ្ចឹងយើងទៅមើលឈ្មោះលោកកុយធួនឈ្មោះអីនៅគុកទួលស្លែងទៅឃើញហើយគុកទួលស្លែងនេះគឺជាគុកដែលដាក់កម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់ដែលជាការគេហៅបោសសម្អាតផ្ទៃក្នុងរបស់ខ្មែរក្រហមយើងមើលថាតើពេលហ្នឹងលោកហ៊ុនសែនលោកហេងសំរិននិងជាស៊ីមចង់បះបោចង់ក្រោកតវ៉ាដែរដើម្បីអីរំដោះខ្លួនទី1ឲ្យរួចផុតពីសេចក្តីស្លាប់ទី2នឹងអាចរំដោះប្រជាពលរដ្ឋបានដែរដូច្នេះតែគាត់ធ្វើម៉េចគឺគាត់រត់ទៅខាងទល់ដែនវៀតណាមនៅភាគខាងកើតម្ដុំបូព៌ាបង្កើតរណសេរី2ធ្នូហើយនាំទ័ពវៀតណាមជាងប្រហែល100,000នាក់ដើម្បីចូលមកវាយសន្ធាប់រំដោះប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហមសួរថាតើគាត់ខុសច្បាប់ហើយមែនទេការដែលលោកហ៊ុនសែនទៅអែបដើម្បីបង្កើតរណសេរី2ធ្នូហើយនាំយកទ័ពបរទេសគឺវៀតណាមដល់ទៅ100,000នាក់មកវាយចូលក្នុងដែនអធិបតេយ្យកម្ពុជាបើនិយាយពីច្បាប់អន្តរជាតិគឺខុស 100%អត់មានត្រូវច្បាប់កន្លែងណាដែលយើងនាំទ័ពបរទេសមកឲ្យឈ្លានពានទឹកដីកម្ពុជាដោយរំលោភច្បាប់អង្គការសហប្រជាជាតិរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិដែលជារដ្ឋអធិបតេយ្យរបបខ្មែរក្រហមក៏ជារបបរដ្ឋអធិបតេយ្យដូចតែរបបអ៊ីរ៉ង់ដែរហើយយើងទៅនាំទ័ពបរទេសពីវៀតណាមចូលមកលុកលុយបើថាឥឡូវទ័ពខ្មែរមានថា90000នាក់ចុះហើយវៀតណាមជួយ10000នាក់ក៏នៅតែខុសច្បាប់ដែរព្រោះទ័ពបរទេសនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាវាអត់មានការឯកភាពពីអង្គការសហប្រជាជាតិណាឲ្យទ័ពបរទេសចូលមកវាយទន្ទ្រានក្នុងដែនអធិបតេយ្យកម្ពុជាអញ្ចឹងអស់លោកសួរសំណួរទៅវិញមើលតើកាលហ្នឹងលោកហ៊ុនសែនលោកជាស៊ីមលោកហេងសំរិនតែនាំទ័ពបរទេសមករំដោះប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហមគាត់ប្រព្រឹត្តអំពើខុសច្បាប់មែនទេសួរសំណួរខ្លួនឯងវិញទៅប្រវត្តិសាស្ត្រគឺចែងមកថារបបខ្មែរក្រហមនេះណាជារដ្ឋអធិបតេយ្យជារដ្ឋអីក៏ដោយប៉ុន្តែយើងសម្លាប់រំគាលប្រជាពលរដ្ឋដែលសូម្បីតែអ្នកនៅក្នុងនឹងមិនអាចក្រោកឡើងបះបោអីបានតើយើងនៅសង្គមអង្គការសហប្រជាជាតិដែលគោរពច្បាប់ទំនៀមទម្លាប់អន្តរជាតិឬសណ្ដាប់ធ្នាប់ហ្នឹងយើងទុកឲ្យប្រជាពលរដ្ឋខ្មែរដាច់ពូជតែម្ដងឬក៏យ៉ាងម៉េចដូច្នេះរឿងនេះគឺអត់ខុសគ្នាពីអ៊ីរ៉ង់ទេបើយើងមើលឲ្យវែងគឺអត់ខុសគ្នាពីអ៊ីរ៉ង់ទេយើងសួរថាតើវៀតណាមមករំដោះប្រទេសកម្ពុជាត្រូវច្បាប់អត់ត្រូវទេគឺខុសច្បាប់អន្តរជាតិ 100% ក៏ប៉ុន្តែគេមើលលទ្ធផលចុងក្រោយថាតើពេលដែលទ័ពវៀតណាមមកដោយមានលោកហេងសំរិនជាស៊ីមនិងលោកហ៊ុនសែនចូលមកហ្នឹងតើកម្ពុជាបានរួចពីផេះផង់នៃការសម្លាប់រង្គាលដែរឬទេប្រជាពលរដ្ឋខ្មែរជាង3លាននាក់ប្រហែលជាសល់4លាននាក់តែប៉ុណ្្នឹងទេដែលនៅក្រោយរបបខ្មែរក្រហមបានរស់រានមានជីវិតបានកសាងជីវិតរបស់ខ្លួនឡើងវិញយើងសាកគិតទៅមើលបើរបបខ្មែរក្រហមនេះមានវត្តមានត្រឹមតែ2-3ឆ្នាំទៀតតើប្រជាពលរដ្ឋនឹងអស់ជីវិតជីវ៉ាទាំងអស់តែម្ដងដាច់ពូជខ្មែរឬក៏យ៉ាងដូចម្ដេចអញ្ចឹងសរុបសេចក្តីមកវិញគឺអ្នកណាក៏ដោយនិយាយពីរឿងបញ្ហានយោបាយយើងកុំមើលតែមួយជ្រុងយើងកុំតែចោទថាអ្នកនេះខុសអ្នកនោះខុសទាំងស្រុងវាអត់មានអ្នកណាត្រូវគ្រប់10ទេក៏ប៉ុន្តែក៏គួរតែមើលថាតើវាខុសអីហើយវាត្រូវអីហើយអាចអីទៅទទួលយកបានខ្លះម្ដងទៀតពេលដែលវៀតណាមចូលវាយរំដោះប្រទេសកម្ពុជារំដោះប្រជាពលរដ្ឋខ្មែរដែលថាកុំឲ្យរបបខ្មែរក្រហមនៅបន្តសម្រាប់ប្រជាពលរដ្ឋខ្មែររឿងនេះគឺជាអំពើខុសច្បាប់អន្តរជាតិ 100% អត់មានប្រកែកបានទេក៏ប៉ុន្តែវាមិនខុសច្បាប់មនុស្សធម៌ទេព្រោះអីយើងធ្វើឲ្យប្រជាពលរដ្ឋលែងរងការសម្លាប់អញ្ចឹងហើយបានជាបងប្អូនខ្មែរសពថ្ងៃនឹងនៅអរគុណ7មករាអត់មានថ្ងៃឈប់នឹងដោយសាររឿងហ្នឹងប៉ុន្តែបើសួរឲ្យមែនតើថាតើវៀតណាមចូលមកឈ្លានពានដែនអធិបតេយ្យកម្ពុជានឹងត្រូវទេវាអត់ត្រូវទេវាខុសច្បាប់ប៉ុន្តែគឺការដោះស្រាយបញ្ហាហ្នឹងគឺឥឡូវនេះដូចគ្នាអញ្ចឹងរឿងជាមួយនឹងអាមេរិកតើអាមេរិកទៅវាយអ៊ីរ៉ង់នេះទៅទម្លាក់គ្រាប់លើដែនអធិបតេយ្យរបស់គេនឹងត្រូវច្បាប់ឬក៏ខុសច្បាប់វាអត់ត្រូវច្បាប់ទេវាខុសច្បាប់អន្តរជាតិពួកអង្គការសហជីវគេថ្កោលទោសឲ្យមិនចាំបាច់អ្នកណាមកមើលថានឹងជាអំពើត្រូវច្បាប់ទេគ្មានអ្នកណាទៅអាចបកស្រាយថាជាអំពើត្រូវច្បាប់បានទេក៏ប៉ុន្តែសំណួរសួរទៅវិញថាតើពេលដែលអាមេរិកទៅប្រទេសអ៊ីរ៉ង់នេះតើអាមេរិកមានចេតនានៅក្នុងការយកប្រជាពលរដ្ឋអាមេរិកឬក៏ទ័ពអាមេរិកទៅចោះជាមូលដ្ឋានថ្មើរជើងឬក៏រៀបចំរចនាសម្ព័ន្ធប្រទេសអ៊ីរ៉ង់ដើម្បីគ្រប់គ្រងដណ្ដើមយកប្រទេសអ៊ីរ៉ង់ទាំងមូលយកមកគ្រប់គ្រងឬក៏យ៉ាងម៉េចអានេះគឺជាសំណួរមួយទៀតដែលបងប្អូនត្រូវសួរបើអាមេរិកគ្រាន់តែវាយរំដោះអ៊ីរ៉ង់ហើយទុកឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ជាអ្នករៀបចំស្រុកទេសដោយខ្លួនឯងហើយខ្លួនឯងដកទ័ពមកចេញមកវិញទាំងអស់បណ្ដោយអ៊ីរ៉ង់ឲ្យប្រទេសនេះប្រជាពលរដ្ឋអាចរៀបចំស្រុកទេសដោយខ្លួនឯងវាជាអំពើបុណ្យ
ព្រោះអាមេរិកមិនបានទៅឆ្លៀនពៀនទន្ទ្រានកាន់កាប់យកទឹកដីនេះជាកម្មសិទ្ធិផ្ដាច់មុខរបស់អាមេរិកទេមិនបានយកប្រទេសអ៊ីរ៉ង់ជារដ្ឋទី51 52អីរបស់អាមេរិកទេអានេះហើយដែលជារឿងមួយដែលយើងគិតថាអាមេរិកទៅរំដោះមិនមែនទៅដណ្ដើមទឹកដីអ៊ីរ៉ង់យកមកកាន់កាប់ជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួនទេអញ្ចឹងយើងមើលទៅការឆ្លៀនពៀនអាមេរិកឆ្លៀនពៀនអ៊ីរ៉ង់ខុសពីថៃឆ្លៀនពៀនខ្មែរណាបងប្អូនមើលឲ្យឃើញអាហ្នឹងទៀតថៃឆ្លៀនពៀនកម្ពុជាខុសទាំងច្បាប់រដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិខុសទាំងធម្មនុញ្ញរបស់អាស៊ានខុសទាំងធម្មនុញ្ញអីផ្សេងទៀតទាំងអស់ព្រោះអីថៃមិនមែនមករំដោះកម្ពុជាឲ្យរួចផុតពីហានិភ័យអីដល់ថៃទេក្រៅតែពីមហិច្ឆតាឆ្លៀនពៀនទន្ទ្រានកាន់កាប់ទឹកដីខ្មែរហើយយកទឹកដីខ្មែរធ្វើជាកម្មសិទ្ធិរបស់ខ្លួនរហូតដល់ជាង40កន្លែងនេះជាអំពើឆ្លៀនពៀនរំលោភច្បាប់យ៉ាងបំពានរបស់ថៃដែលមិនអាចប្រៀបធៀបទៅនឹងអ្វីដែលជាទង្វើរបស់អាមេរិកទៅរំដោះប្រជាពលរដ្ឋអ៊ីរ៉ង់ពីប្រទេសអ៊ីរ៉ង់ទេដូច្នេះរឿងនេះបងប្អូនទាំងអស់គ្នាជួយពិចារណាឲ្យមែនតើខ្ញុំមិនបន្ទោសខ្ញុំមិនទោសមនិញចំពោះបងប្អូនកាន់ជើងខាងអ៊ីរ៉ង់កាន់ជើងរបបផ្ដាច់ការកាន់ជើងអីឬក៏រដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិទេបងប្អូនកាន់ចោះព្រោះអ្នកណាក៏គេមើលឃើញប៉ុន្តែបងប្អូនត្រូវមានសច្ចយុត្តិធម៌ថាតើហេតុអីបានសុកអាមេរិកទៅវាយអ៊ីរ៉ង់ហេតុអ្វីសុកអាមេរិកត្រូវមានរឿងនៅអ៊ីរ៉ង់ហើយបើយើងមើលតើអ៊ីរ៉ង់នឹងវាស្អាតស្អំប៉ុណ្ណាតើអ៊ីរ៉ង់នឹងវាខុសពីរបបខ្មែរក្រហមប៉ុណ្ណាទៅបងប្អូនបើបងប្អូនស្រឡាញ់អ៊ីរ៉ង់គឺបងប្អូនស្រឡាញ់របបខ្មែរក្រហមដូចគ្នាប៉ុន្តែវិធីសង្គ្រោះអ៊ីរ៉ង់គឺអត់ខុសគ្នាពីវិធីដែលទាហានវៀតណាមចូលមកឈ្លានពានដែនអធិបតេយ្យកម្ពុជាដែលរំលោភច្បាប់អន្តរជាតិរំលោភអីសពបែបយ៉ាងក៏ប៉ុន្តែរបបខ្មែរក្រហមបានដួលរលំកម្ពុជាមានដល់ការដែលរស់រានមានជីវិតសពថ្ងៃគឺវាខុសច្បាប់អីមកកណោប៉ុន្តែប្រជាពលរដ្ឋបានរស់រានមានជីវិតកសាងជីវភាពរស់នៅអីអញ្ចឹងទៅឥឡូវចូលគ្នាដូចគ្នានឹងអ៊ីរ៉ង់អញ្ចឹងអាមេរិកបានចាត់ទុកថាប្រទេសអ៊ីរ៉ង់នេះគឺជាប្រទេសកុម្មុយនីសផ្ដាច់ការធ្វើទុកបុកម្នេញប្រជាពលរដ្ឋមិនមែនធ្វើទុកបុកម្នេញណាបងប្អូនខុសពីអ៊ីរ៉ង់ខុសពីរបបខ្មែរក្រហមរឿងមួយរបបខ្មែរក្រហមណាគឺសាហាវខូខើព្រៃផ្សៃសម្លាប់រំគាលប្រឡ័យពុជសាហាយប៉ុន្តែរបបនេះគឺក្រណាស់របបខ្មែរក្រហមមហាសែនក្ររហូតដល់ទៅឲ្យបងប្អូនធ្វើស្រែមួយហិកតា3តោនទៅ5តោន6តោនតែអត់ឲ្យស្រូវអង្ករនឹងឲ្យបងប្អូនទទួលទានគ្រប់គ្រាន់ទេយកទៅលក់ឲ្យចិនដើម្បីយកមកគ្រាន់ដោះដូរទិញគ្រាប់កាភ្លើងគ្រាប់កន្ទុះអីបន្តិចបន្តួចដែលបានតិចតួចណាអាប្រជាប្រដ្ឋខ្លួនឯងក៏ស្លាប់អាខ្លួនឯងវិស័យយោធាគឺមហាខ្សែនខ្សោយដោយសារអីសេដ្ឋកិច្ចយើងទៅពឹងលើកសិកម្មមួយមុខដើម្បីទៅដូរគ្រាប់កន្ទុះហើយបង្អត់អាហារប្រជាប្រដ្ឋខ្លួនឯងបងប្អូនសាកគិតមើលខ្មែរក្រហមធ្វើដូចអ៊ីរ៉ង់អញ្ចឹងគឺយកលុយដែលបានមកពីការដែលផលិតផលកសិកម្មប្រជាប្រដ្ឋធ្វើងើបមកក្បាលជង្គង់ធំជាងខ្លួនបងប្អូនឈឺចាប់ទេនៅពេលដែលគេយើងធ្វើស្រែស្ទូងស្រូវឲ្យលាស់ត្រួយខ្ចីពេលដែលស្រូវផ្លែពេញស្រែច្រូតកាត់មិនដឹងយកស្រូវទៅឯណាអស់ប៉ុន្តែនៅពេលដែលបរិភោគវិញអាហាររាវក៏ខ្លោកមួយថ្ងៃ3ពេលស្ទើរតែថានិយាយទៅវាដាច់ពោះស្លាប់ធ្វើការមួយថ្ងៃ8ម៉ោងកណ្ដាលថ្ងៃក្តៅជីកទំនប់ជីកបលាយកាប់ឫស្សីកាប់អីទីបំផុតគេឲ្យបបររាវ3វែកហើយយើងទទួលទានបែបនេះហើយគេយកលុយទៅលក់អាចង្ករបស់យើងហ្នឹងដែលជាញើសឈាមរបស់យើងហ្នឹងទៅឲ្យទិញគ្រាប់កាភ្លើងពីចិនយកមកដើម្បីការពារខ្លួនហើយអាគ្រាប់កាភ្លើងទៀតសោតហ្នឹងគឺមិនបានច្រើនទេដោយសារវាក្រីក្រដោយសារលុយទាំងអស់ហ្នឹងបើសិនជារបបខ្មែរក្រហមកុំបំពន់សេដ្ឋកិច្ចទៅចិនដើម្បីលក់អាអង្គហ្នឹងដើម្បីដូរអាសពាវុធហ្នឹងប្រជាពលរដ្ឋខ្មែរមិនអត់អាហារអញ្ចឹងទេអាចមានអាហារហូបចុកតើវាខុសគ្នាអីពីរបបអ៊ីរ៉ង់នេះលុយដែលលក់ប្រេងបានពីអ៊ីរ៉ង់រាប់កោតរាប់ពាន់លានដុល្លារនៅក្នុងមួយឆ្នាំប្រជាពលរដ្ឋក្តៅក្រហាយវេទនាធ្វើបាបសពបែបយ៉ាងផ្នែកសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋតើវាខុសអីពីរបបខ្មែរក្រហមយកលុយទៅទិញអាវុធឥឡូវនេះបង្កើតឲ្យមានជាកន្លែងដែលផលិតអាវុធឬក៏ស្តុកទុកអាវុធមីស៊ីលក្រោមដីរហូតដល់ទៅ107កន្លែង
ជាទីក្រុងក្រោមដី107កន្លែងលុយទាំងអស់នេះគឺយកពីញើសឈាមដែលជាកម្រៃដែលគួរជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋអ៊ីរ៉ង់ទាំងអស់យកទៅបំពោកលើសពាវុធដើម្បីការពារអំណាចរបស់ខ្លួនហើយទុកឲ្យរបបផ្ដាច់ការរបស់ខ្លួនអាចធ្វើទុកបុកម្នេញប្រជាពលរដ្ឋបានយូរជាងនឹងទៀតបងប្អូនសាកគិតមើលខ្មែរក្រហមណាបើកុំតែអត់មានប្រេងខ្មៅលក់ដូចអ៊ីរ៉ង់ណាខ្មែរក្រហមច្បាស់ជាទិញអាវុធយុទ្ធភ័ណ្ឌទំនើបអត់មានវៀតណាមឯណាមកវាយបានតើខ្មែរនឹងដាច់ពូជឬក៏យ៉ាងម៉េចយើងសាកគិតមើលខ្មែរនឹងដាច់ពូជតែម្ដងព្រោះអីបើសិនជាកងទ័ពខ្មែរក្រហមនៅរឹងមាំក៏មានតែអាវុធអាការមានសពាវុធអីទំនើបបើមានលុយច្រើនដូចអ៊ីរ៉ង់គឺប្រជាពលរដ្ឋខ្មែរទាំងអស់នឹងផុតពូជពីពិភពលោកតែម្ដងព្រោះអានេះគឺជាអ្វីដែលខ្មែរក្រហមធ្វើអ៊ីរ៉ង់ដូចតែគ្នាអញ្ចឹងយកអានឹងទៅទិញអាវុធដើម្បីឥឡូវនឹងចាប់ផ្ដើមអញ្ចឹងរហូតបំផ្លាញមិនមែនតែអ៊ីរ៉ង់ទេគឺយើងផលិតជាអាវុធបរមាណូប្រឡាយលោកទៀតបងប្អូនត្រូវចាំថាអាវុធណាយុទ្ធភ័ណ្ឌអីក៏ដោយបើវានៅលើដៃអ្នកដែលមានក្រមសីលធម៌អ្នកដែលគោរពច្បាប់ណាវាជារបស់ការពារប្រជាពលរដ្ឋឲ្យមានសុវត្ថិភាពអញ្ចឹងបានខ្ញុំបានពន្យល់លើកមុនហើយអាវុធយុទ្ធភ័ណ្ឌអីក៏ដោយយើងសួរថាចុះអាមេរិកអត់បរមាណូទេចុះជប៉ុនអត់មានអាបរមាណូហ្នឹងទេកូរ៉េខាងត្បូងអត់មានទេប្រទេសកាណាដាអាមេរិកអាល្លឺម៉ង់អង់គ្លេសអត់មានទេគេមានគ្រប់តែគ្នាហ្នឹងហើយមានច្រើនជាងអ៊ីរ៉ង់ហ្នឹងទៀតផងក៏ប៉ុន្តែហេតុអីមិនទៅរករឿងប្រទេសអង់គ្លេសប្រទេសអឺរ៉ុបប្រទេសអីទាំងអស់ហ្នឹងដែលមានអាវុធបរមាណូហេតុអីមករករឿងអ៊ីរ៉ង់ដែលផលិតអាវុធបរមាណូម្ដងទៀតបងប្អូនអាវុធយុទ្ធភ័ណ្ឌនេះណាបើនៅលើដៃចោលវាគឺជាការគំរាមកំហែងឲ្យប្រជាពលរដ្ឋភ័យបាក់ស្បាតប៉ុន្តែបើនៅលើដៃសមត្ថកិច្ចដែលពាក់សម្លៀកបំពាក់ដែលមានភាពវិជ្ជាជីវៈច្បាស់លាស់ដែលដើម្បីការពារប្រជាពលរដ្ឋគឺយើងមានភាពកក់ក្ដៅទៅវិញទេយើងឃើញហើយអាជ្ញាធរមួយចំនួននៅប្រទេសខ្លះប្រជាពលរដ្ឋគ្រាន់តែឃើញញាក់សាច់ញ័រទៅត្រូវហើយខ្ញុំនឹកឃើញរឿងនេះខ្ញុំអាណិតបងប្អូនប្រជាពលរដ្ឋខ្មែរខ្លោចចិត្តបងប្អូនខ្មែរយើងច្រើនណាស់សូម្បីមកនៅស្រុកអាមេរិកហ្នឹងណាឲ្យតែឃើញអាជ្ញាធរប៉ូលីសឃើញសមត្ថកិច្ចអីឃើញតែភ្លើងគេវិចវើកហ្នឹងគឺញ័រចម្ប្រាប់ហើយជំងឺបាក់ស្បាត់ដោយសារតែអាជ្ញាធរនៅមូលដ្ឋាននៅស្រុករបស់ខ្លួនហ្នឹងតាំងពីសម័យខ្មែរក្រហមតាំងពីសម័យរដ្ឋកម្ពុជាសម័យសពថ្ងៃដែលឃើញអាជ្ញាធរបង្ក្រាបប្រជាពលរដ្ឋពេកអាវុធយុទ្ធភ័ណ្ឌដែលកាន់នៅដៃហ្នឹងដើម្បីការពារឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅប៉ុន្តែយកទៅវាយទាត់ធាក់យកអាកាភ្លើងហ្នឹងបាញ់ប្រជាពលរដ្ឋដល់អញ្ចឹងទៅប្រជាពលរដ្ឋគិតថាល្ងាទៅវិញណាហើយមកនេះខ្លាចគេប្រជាពលរដ្ឋខ្មែរយើងខ្លាចគេឲ្យតែមានបលិសមានអីពីពើកនឹងច្រើនហ្នឹងគាត់អត់ហ៊ានទៅក្បែរគេទេតាមពិតបលិសខ្លាចប្រជាពលរដ្ឋណាគឺខ្លាចសំលេងតវ៉ារបស់គាត់នៅក្នុងការដែលបលិសធ្វើមិនត្រូវគាត់ភ័យខ្លាចគាត់ចង់ឆ្លើយតបតាមសំណូមពរប្រជាពលរដ្ឋណាខ្ញុំធ្វើការនៅសាលាក្រុងខ្ញុំដឹងប៉ុន្តែប្រជាពលរដ្ឋដោយសារជំងឺបាក់ស្បាតយើងខ្លាចអាជ្ញាធរមែនតើអត់ហ៊ានទៅចិត្តអត់ហ៊ានចូលក្នុងពិធីអីខ្លាចគេចាប់ចងខ្លាចអីលក្ខណៈហើយឥឡូវនេះនៅពេលដែលមានក្រុម ICE ក្រុមអន្តោប្រវេសន៍ដែលលោកត្រាំដើរចាប់គេតាពីទៀតជំងឺបាក់ស្បាតហ្នឹងគឺលាប់មកវិញកាន់តែខ្លាំងវារឿងអកុសលមែនតើវិលមកវិញបងប្អូនអាវុធយុទ្ធភ័ណ្ឌនេះណាបើនៅក្នុងដៃចោលវាគឺជាភាពខុសខើសាហាវធ្វើឲ្យយើងបាក់ស្បាតក៏ប៉ុន្តែបើនៅក្នុងដៃសមត្ថកិច្ចឬក៏មនុស្សដែលមានសតិសុជីវធម៌សិលធម៌វាជាការភាពកក់ក្ដៅឲ្យយើងការពារទេអញ្ចឹងហើយបានជាអាវុធបរមាណូហ្នឹងបើនៅដៃអាមេរិកនៅដៃអង់គ្លេសនៅដៃបារាំងកាណាដាឬក៏ប្រទេសនៅសហគមន៍អឺរ៉ុបយើងមានភាពកក់ក្ដៅថាជួយគ្នាដើម្បីទប់ការពារពួកក្រុមប្រជាការយើងអត់មានទៅចោតទេមិនទេទាំងអស់គ្នាថាហើយចុះហេតុអីមិនឲ្យអាមេរិកឈប់ប្រើបរមាណូទៅហើយចុះអង់គ្លេសបារាំងកាណាដាហេតុអីមិនរករឿងទៅរករឿងអ៊ីរ៉ង់វាមិនមែនមានសិលធម៌សុជីវធម៌ដូចប្រទេសនៅក្នុងប្រទេសប្រជាធិបតេយ្យទេអ៊ីរ៉ង់គឺជាប្រទេសផ្ដាច់ការលើโลกមួយដែរដូចតាកូរ៉េខាងជើងអញ្ចឹងហើយខ្ញុំជឿថាកូរ៉េខាងជើងនេះណាចាំមើលតែចប់អ៊ីរ៉ង់ចប់វេណេស៊ុយអេឡាគុយបាអីហ្នឹងដល់ខ្លួនហ្នឹងជិះតែមិនផុតទេគ្រាន់តែថាឥឡូវគាត់អត់សូវក្អកអីដែរភ័យដែរអត់សូវហ៊ានមាត់ទេឥឡូវកូរ៉េខាងជើងយើងបាត់ឈ្មោះគាត់ហើយដោយសារអត់ហ៊ានមាត់ដែរព្រោះអីឃើញគេអាកមន់គម្រាមសัตว์ស្វាបែបនេះអញ្ចឹងស្វាហ្នឹងចាប់ផ្ដើមរចុងឈើពួនសំងំសិនណាព្រោះខ្លាចត្រូវដបងដែរ
តែអត់រួចខ្លួនទេខ្ញុំជឿថាអត់រួចខ្លួនទេព្រោះអាការដែលអាវុធបរមាណូឬក៏អាវុធបល័យលោកហ្នឹងបើនៅក្នុងដៃពួកខាងចៅពួកអីគឺវានឹងធ្វើឲ្យពិភពលោកចលាចលប៉ុន្តែបើនៅក្នុងក្រុមដែលមនុស្សដែលមានវិជ្ជាជីវៈដោយអាមេរិកខ្ញុំថាអាមេរិកវិជ្ជាជីវៈមិនមែនទេអាមេរិកហ្នឹងគឺជាបងធំគេដែរប៉ុន្តែក៏មានក្របខ័ណ្ឌមួយនៅក្នុងស្រុកអាមេរិកនេះដោយសារប្រជាធិបតេយ្យគេរឹងមាំដូច្នេះមេដឹកនាំដូចថាពេលខ្លះរៀងកាចបន្តិចក៏កាចមិនប៉ុន្តែក៏មានអត់ឲ្យជីសេះលែងដៃដែរយើងឃើញអាមេរិកមិនមែនថាអូវាយអ៊ីរ៉ង់ប្រជាប្រដ្ឋអាមេរិកនាំគ្នាគ្រប់គ្រងទាំងអស់អត់អាលីងវាយអ៊ីរ៉ង់គឺគេជំទាស់លោកត្រាំកាលនៅវាយនៅវៀតណាមហ្នឹងក៏តែអញ្ចឹងដែរតម្លាក់គ្រាប់នៅកម្ពុជានៅវៀតណាមមិនមែនប្រជាប្រដ្ឋអាមេរិកស្ទើរឲ្យទៅតម្លាក់គ្រាប់ទៅគេឈឺចាប់គ្រប់គ្នាអញ្ចឹងបានន័យថាបើចោតប្រកាន់អីអាមេរិកថាអាមេរិកហ្នឹងខូចអាមេរិកហ្នឹងសម្លាប់គេយើងកុំយកដើមឈើពីដើមធ្វើជាព្រៃវាមិនមែនជាសន្តានចិត្តរបស់ប្រជាប្រដ្ឋអាមេរិកទេប៉ុន្តែជាគំនិតរបស់អ្នកនយោបាយមួយក្រុមណានោះអញ្ចឹងទៅរករឿងអ្នកនយោបាយកុំរករឿងប្រជាប្រដ្ឋជាទូទៅប្រជាប្រដ្ឋគេស្គាល់ខុសស្គាល់ត្រូវប៉ុន្តែអ្នកនយោបាយពេលខ្លះស្មោកគ្រោកដូច្នេះអានឹងរឿងអ្នកនយោបាយតាប៉ុន្តែម្ដងនេះនយោបាយរបស់អាមេរិកដែលថាចង់កម្ចាត់អ៊ីរ៉ង់នេះគឺវាមានភាពសមស្របរបស់វាដែរខ្ញុំមិនគ្រប់គ្រងអំពើហិង្សាទេក៏ប៉ុន្តែយើងសាកមើលនៅក្នុងពេលបាតកម្មមួយពេលសោះយើងសម្លាប់មនុស្សអស់30000នាក់ជាងដោយអត់មានការជំនុំជម្រះអីសោះដោយសារគេឡើងមកបញ្ចេញមតិមិនពេញចិត្តរដ្ឋាភិបាលចុះបើជាប្អូនយើងជាបងយើងជាម្ដាយយើងជាឪពុករបស់យើងគិតថាអ៊ីរ៉ង់ធ្វើនឹងត្រូវមិនចឹងហ៎យើងលេបចូលដែរបើសិនជាគ្រួសាររបស់យើងសាកគិតទៅមើលវាដូចនឹងរបបខ្មែរក្រហមអញ្ចឹងនៅពេលដែលគេសម្លាប់បងប្អូនយើងទាំងពូជយើងសប្បាយចិត្តទេនៅពេលដែលគេរំដោះប្រទេសខ្មែររបបខ្មែរក្រហមចេញមកដើម្បីឲ្យបងប្អូនមានបាយហូបវិញយើងសប្បាយចិត្តមិនចឹងមកដល់ម៉ោងហ្នឹងមាននរណាមួយមិនទាន់ភ្លេចគុណ7មករានៅរដ្ឋាភិបាលកម្ពុជាលោកហ៊ុនសែនហេងសំរិននិងលោកជាស៊ីមហ្នឹងកាលគាត់នៅរយៈពេល30-40ឆ្នាំហ្នឹងគឺយកតែ7មករាហ្នឹងមកលងបន្លាចខ្មែរយើងបោកស្លឹកឆ្នោតបានរាល់អាណត្តិហើយយើងចាញ់បោកគាត់រឿងថាគាត់រំដោះយើងវិជាការពិតជាគុណូបការៈប៉ុន្តែបងប្អូនត្រូវចាំថាអានេះរឿងនយោបាយដែររឿងទាហានវៀតណាមចូលមកឈ្លានពានដែនអធិបតេយ្យកម្ពុជារបស់យើងគឺជារឿងរំលោភច្បាប់អត់មានណាដោះស្រាយទេក៏ប៉ុន្តែយើងចង់បានមួយគឺខ្មែរក្រហមរលាយរលត់ទៅបងប្អូនសប្បាយចិត្តអរគុណទៅខ្ញុំគ្មានឈឺក្បាលអីទេខ្ញុំតែយើងជាពាក់គុណអីយើងអរគុណទៅក៏ប៉ុន្តែយើងត្រូវមើលរូបភាពឲ្យពេញថារឿងស្អីក៏ដោយគឺជារឿងនយោបាយហើយនៅពេលដែលរឿងនយោបាយគឺយើងត្រូវឆ្លាតវៃកុំឲ្យអ្នកនយោបាយបោកយើងបានហើយម្ដងទៀតឃើញអ៊ីរ៉ង់គ្រាប់កភ្លើងជាទីក្រុងមួយនៅក្នុងក្រោមដី107កន្លែងទីក្រុងហ្នឹងជិះឡានចូលដូចទីក្រុងធំមួយកន្លែងហ្នឹងគឺគ្រាប់មីស៊ីលហ្នឹងគឺច្រើនមែនតើតែគាត់ធ្វើដើម្បីអីបងប្អូនមានសាកគិតមើលដើម្បីការពារប្រទេសអ៊ីរ៉ង់កុំឲ្យគេទៅរំលាយបានក្នុងដែនអធិបតេយ្យរបស់ខ្លួនដើម្បីឲ្យខ្លួនធ្វើឲ្យប្រជាពលរដ្ឋមានសុខសន្តិភាពកំពុងតែរស់នៅក្នុងការអគុណសន្តិភាពយ៉ាងសម្បើមអញ្ចឹងត្រូវតែរៀបចំសភាវុធនឹងឲ្យរឹងមាំដើម្បីការពារប្រជាពលរដ្ឋឲ្យនៅស្រឡាញ់សន្តិភាពនឹងបើអញ្ចឹងមែនយើងអគុណអ៊ីរ៉ង់ហើយប៉ុន្តែយើងអត់អាចយកកំភ្លើងកំជ្រួចសង់ពេញទឹកពេញដីបរមាណូផងទៅការពារសន្តិភាពទេសន្តិភាពអត់អាចការពារបែបនឹងបានទេសន្តិភាពការពារដោយការដែលធ្វើឲ្យប្រទេសហ្នឹងមានភាពស្ងប់ស្ងាត់នៃអំពើហិង្សាមិនមានសភាវុធមិនមានអីហើយឲ្យប្រទេសសហគមន៍អន្តរជាតិទាំងអស់គេស្រឡាញ់យើងប្រទេស190ជាងនៅលើពិភពលោកហេតុអីបានមានរឿងតែអ៊ីរ៉ង់ហេតុអីបានមានរឿងតែកូរ៉េខាងជើងហេតុអីបានមានរឿងតែជាមួយគុយបាហេតុអីបានមានរឿងតែជាមួយវេណេស៊ុយអេឡាដោយសារតែយើងដឹកនាំប្រទេសបែបផ្ដាច់ការយើងមានដែលឃើញអាមេរិកទៅវាយប្រទេសដែលមានតែប្រជាធិបតេយ្យត្រឹមត្រូវដែលមានរដ្ឋអធិបតេយ្យគ្រាន់តែ Greenland មួយនៅ Denmark គ្រាន់តែលោកត្រាំនិយាយថាចង់បានដែនដីហ្នឹងយកមកគ្រប់គ្រងដើម្បីទប់រុស្ស៊ីហើយនឹងចិនហ្នឹងពិភពលោកគេផ្អើលការពារ Greenland គ្រប់គ្នាគេរិះគន់លោកត្រាំហើយឥឡូវមកដល់មកហ្នឹងអត់ហ៊ាននេះវាគ្រាន់តែជាការនិយាយចោលទៅព្រោះអី Greenland គឺជាប្រទេសប្រជាធិបតេយ្យផ្ដាច់ការអត់មានទេគឺប្រជាពលរដ្ឋគេរស់នៅដោយសុខក្សេមខ្សាន្តគ្រាន់តែថាវិច័យដនអីលក្ខណៈភូមិសាស្ត្ររបស់ប្រទេស Greenland ហ្នឹងកោះ Greenland ហ្នឹងវាជាភូមិសាស្ត្រមួយដែលបើអាមេរិកដាក់មូលដ្ឋានទ័ពនៅទីនោះគឺអាចនឹងទប់រុស្ស៊ីហើយនឹងទប់ចិនបាន
ហើយបើសិនជាលោកត្រាំនិយាយអញ្ចឹងថ្ងៃក្រោយយ៉ាងច្រើនចរចាជាមួយ Greenland សុំឲ្យ Greenland អនុញ្ញាតឲ្យទ័ពអាមេរិកដាក់មូលដ្ឋានទ័ពនៅហ្នឹងជាជាងយកប្រទេសហ្នឹងអីអញ្ចឹងទៅខ្ញុំជឿថាការចរចាពេលខ្លះនិយាយឲ្យ Greenland ភ័យទៅហើយចុងក្រោយគឺចរចារឿងដាក់មូលដ្ឋាន